បាទសួស្តីបងប្អូនមិត្តអ្នកសិក្សាស្វាគមន៍ក៏ចូលមកកាន់ Channel Digital Learning KH បាទនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនបាទអំពីការធ្វើលិខិតអញ្ជើញបាទដែលយើងធ្វើតែមួយ file ដើម្បីបានច្រើនភ្ញៀវដែលចូលរួមតែម្ដងបាទអញ្ចឹងជាទូទៅនៅពេលដែលយើងធ្វើលិខិតអញ្ជើញបាទដែលមានច្រើនគ្នាបាទអ្នកខ្លះទៅគឺប្រើបច្ចេកទេសផ្សេងៗបាទអ្នកខ្លះទៅគឺគាត់ធ្វើម្ដងម្នាក់ share ម្ដងមួយ file អញ្ចឹងទៅបាទប៉ុន្តែគឺសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនបាទយើងឲ្យធ្វើតែមួយ file យើងចុច share តែម្ដងទៅគឺយើងនឹងទទួលបានបាទលិខិតអញ្ជើញដែលមានគ្រប់ភ្ញៀវកិត្តិយសដែលចូលរួមបាទអញ្ចឹងមុនដំបូងគឺបងប្អូនត្រូវធ្វើបញ្ជីបាទភ្ញៀវកិត្តិយសដែលត្រូវចូលរួមបាទដូចនៅក្នុងfile នេះគឺខ្ញុំបាទបានវាយបញ្ចូលបាទឈ្មោះអាណាព្យាបាលសិស្សដែលគាត់ត្រូវមកចូលរួមដើម្បីទទួលបានសរសើរបាទអញ្ចឹងគឺយើងធ្វើការវាយឈ្មោះបាទអាណាព្យាបាលសិស្សឲ្យហើយមកយើងសេវទុកនៅក្នុង file Excel មួយមកបាទដែលយើងដាក់ឈ្មោះជ្រើសទីតាំងនៅត្រង់ណាមួយមកបាទហើយយើងចុច save មកដើម្បីយើងធ្វើការទុក insert ឈ្មោះនឹងបញ្ចូលនៅក្នុងលិខិតអញ្ជើញយើងបាទបន្ទាប់មកទៀតគឺបងប្អូនត្រូវធ្វើគំរូលិខិតអញ្ជើញមួយមកបាទដូចនេះខ្ញុំថាលិខិតអញ្ជើញមេត្តាបិតាសិស្សនេះបាទអញ្ចឹងយើងធ្វើលិខិតគំរូអញ្ជើញនឹងមួយមកបាទដើម្បីងាយស្រួលនៅក្នុងការ insert បាទឈ្មោះអាណាព្យាបាលសិស្សទាំងអស់នឹងបញ្ចូលមកបាទអញ្ចឹងនៅក្នុងនេះបាទឯកសារដែលមានឈ្មោះថាលិខិតអញ្ជើញមេត្តាបិតាសិស្សអញ្ចឹងគឺយើងធ្វើតម្រងតែមួយនេះឲ្យហើយមកបាទបងប្អូនឃើញណាអញ្ចឹងគឺយើងធ្វើទៅតាមបែបបទបាទទៅតាមការងារយើងចេះស្ដែងមកបាទបន្ទាប់មកលិខិតអញ្ជើញបាទអញ្ចឹងគឺក្នុងនេះគឺខ្ញុំធ្វើបាទសម្រាប់អញ្ជើញអាណាព្យាបាលសិស្សដើម្បីមកចូលរួមបាទនៅក្នុងពិធីបាទប្រគល់លិខិតថ្លែងអំណរគុណនិងបានសរសើរដល់សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ល្អអញ្ចឹងទៅបាទអញ្ចឹងយើងរៀបចំមកហើយបាទដូច្នេះដើម្បីយើងធ្វើការ insert បញ្ចូលបាទអញ្ចឹងគឺបងប្អូនទៅចូលនៅក្នុង mailing បាទបន្ទាប់មកគឺបងប្អូនចុចត្រង់ select recipient ហើយយើងរើស use earn existing list បាទបន្ទាប់មកគឺយើងធ្វើការស្វែងរកបាទ file Excel ដែលយើងបាន save ទុកហ្នឹងអញ្ចឹងគឺខ្ញុំទុកនៅក្នុង drive D CTS document បាទហើយខ្ញុំទុកនៅក្នុង new folder បាទហើយ file Excel មានឈ្មោះថាឈ្មោះលិខិតអញ្ជើញអាណាព្យាបាលសិស្សបាទអញ្ចឹងគឺខ្ញុំចុច select មកខ្ញុំចុច open បាទបន្ទាប់មកគឺខ្ញុំចុច OK បាទបន្ទាប់មកអ្វីដែលយើងចង់បានគឺត្រង់ឈ្មោះនេះបាទដែលយើងចង់ដាក់ឈ្មោះបាទជាលក្ខណៈដាច់ដោយឡែកពីគ្នាបាទជាលក្ខណៈ individual បាទអញ្ចឹងគឺយើងធ្វើការដាក់ cursor នៅត្រង់ហ្នឹងមកហើយយើងចូល insert merge field បាទហើយយើងចុចត្រង់ឈ្មោះនេះមកបាទអញ្ចឹងយើងធ្វើការ preview result មកបាទអញ្ចឹងគឺឈ្មោះសិស្សបានអញ្ចឹងមកបាទអញ្ចឹងមានន័យថាលិខិតអញ្ជើញគណៈគ្រប់គ្រងសាលារៀនជំទីបាទសូមគ្រប់អញ្ជើញមេត្តាបិតាអាណាព្យាបាលសិស្សឈ្មោះនឹងមកបាទបន្ទាប់មកគឺយើងបានតែមួយទេដូច្នេះដើម្បីយើងបានគ្រប់អាណាព្យាបាលសិស្សដែលយើងបានធ្វើនៅក្នុង Excel នោះយើងចុចមកនៅត្រង់ finish and merge បាទយើងចុចយក individual document បាទយើងជ្រើសរើសយក all ហើយយើងចុច OK បាទបន្ទាប់មកគឺវានឹងធ្វើការបាទបងប្អូនមើលវានឹងធ្វើការ generate ទិន្នន័យបាទមកគ្រប់ចំនួនអាណាព្យាបាលសិស្សដែលយើងត្រូវអញ្ជើញគាត់ឲ្យមកចូលរួមនៅក្នុងកម្មវិធីបាទដូច្នេះនៅពេលដែលបានមកគឺមាន file មួយដែលវាបង្កើតថ្មីឲ្យបាទអញ្ចឹងគឺមាន file 2បាទនៅត្រង់នេះគឺមាន file 2អញ្ចឹងគឺ file មួយគឺជា file លិខិតអញ្ជើញអាណាព្យាបាលសិស្សនិង file ថ្មីដែលgenerate ទិន្នន័យពី Excel មកដែលមានច្រើនបាទទៅតាមចំនួនឈ្មោះដែលយើងបានវាយបញ្ចូលនៅក្នុង Excel បាទដូច្នេះយើងធ្វើការ save មកបាទបន្ទាប់ពី save យើងដាក់ឈ្មោះឯកសារយើងមកបាទអញ្ចឹងគឺខ្ញុំដាក់ឈ្មោះថា all បាទ all student parent អញ្ចឹងមកបាទ
អូខេអញ្ចឹងយើងរើសទីតាំងមកយើងចង់ដាក់នៅត្រង់ណាគឺយើងរើសទីតាំងមកបាទឥឡូវគឺខ្ញុំដាក់នៅក្នុងអឺ drive drive D បាទខ្ញុំដាក់នៅក្នុងdrive D បាទបន្ទាប់មកខ្ញុំដាក់នៅក្នុង CTA document នេះបាទអញ្ចឹងគឺខ្ញុំធ្វើការ save មកនេះគឺជាឈ្មោះ file យើង all student parents បាទអញ្ចឹងគឺខ្ញុំចុច save បាទអញ្ចឹងគឺធ្វើការចុច save ចប់ហើយបាទអញ្ចឹងគឺខ្ញុំនឹងបិទ file នេះមកដើម្បីបង្ហាញបងប្អូនបាទហើយចំណែកនេះគឺជាគំរូលិខិតអញ្ជើញដើមហ្នឹងគឺយើងអត់បាច់ save ទេបាទដោយសារតែមានឈ្មោះនេះចូលមកអញ្ចឹងពេលដែលយើងអត់ save យើងអត់ជាប់នៅឈ្មោះហ្នឹងទេយើងទុកធ្វើការបាទ insert លើក្រោយអញ្ចឹងយើងចុចបិទមកយើងចុច don't save បាទនេះគឺ file នេះយើងអត់ save ទេយើងទុកដដែលបាទបន្ទាប់មកគឺខ្ញុំទុកនៅក្នុង drive D បាទឯកសារដែលខ្ញុំបានធ្វើមិញហ្នឹងឯងខ្ញុំទុកនៅក្នុងCTS document បាទហើយខ្ញុំដាក់ឈ្មោះថាបាទនេះ all student parent បាទអញ្ចឹងគឺយើងនឹងទទួលបានតែមួយ file ដែលយើងទទួលបានលិខិតអញ្ជើញទៅលើភ្ញៀវដែលចូលរួមនៅក្នុងកម្មវិធីទាំងអស់គ្នាតែម្ដងបងប្អូនឃើញទេបាទនេះបាទអញ្ចឹងខុសពី file មុនដែលយើងធ្វើម្ដងមួយប៉ុន្តែយើង insert បញ្ចូលបាទបើសិនណាបងប្អូនបានមើលវីដេអូខ្ញុំមុនបាទអញ្ចឹងគឺជាវីដេអូនៅក្នុងលិខិតអញ្ជើញនេះដែលយើងធ្វើទៅតាមភ្ញៀវកិត្តិយសបាទមានច្រើនធ្វើមានន័យថាមួយ file មួយអាណាព្យាបាលសិស្សអញ្ចឹងទៅបាទហើយបន្ទាប់មកយើងធ្វើការបើកហើយយើងចុច print អញ្ចឹងគឺពិបាកដូច្នេះគឺយើងក៏បានធ្វើ insert មកបញ្ចូលតែមួយ file ដែរដូចតែវីដេអូមុនហ្នឹងបាទនៅ link ខាងក្រោមវីដេអូហ្នឹងបើសិនណាជាបងប្អូនចង់មើលវីដេអូហ្នឹងបងប្អូនចុច link ខាងក្រោមវីដេអូទៅខ្ញុំនឹងដាក់វីដេអូមុនរបៀប insert បាទ file ច្រើនចូលទៅតែមួយ file បាទដើម្បីជៀសវាងនៅក្នុងការដែលយើងចុចបើកហើយយើងនៅធ្វើការចុច print ម្ដងហើយម្ដងទៀតបាទប្រសិនបើយើងធ្វើការinsert ច្រើន file តែមួយចេះបាទនៅយើងបើកតែម្ដងចឹងមកបាទបន្ទាប់មកយើងចុច print តែម្ដងចេះមកបាទគឺយើងធ្វើការចុច print all page មកយើងចុចតែ print មួយមកគឺវាចេញពីម៉ាស៊ីន print បាទទៅតាមនេះចំនួនភ្ញៀវនេះ33មក33មកប្រហែលប៉ុណ្ណឹងបាទដែលយើងមិនពិបាកនៅក្នុងការបាទដែលយើងមិនពិបាកនៅក្នុងការបើកមួយចុច print មួយបើកមួយចុច print មួយបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះបាទសូមអរគុណបងប្អូនបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ